ទីបំផុតជនដៃដល់ឈ្មោះឆេងភិរុនចូលសារភាពហើយក្រោយឯកឧត្តមអភិសិទ្ធិបណ្ឌិតសសខាប្រមានទុកពេល48ម៉ោងឧបត្ថម្ភធំដោយខ្ញុំជ្រើសរើស XO 55i+ តែប៉ុណ្ណោះជនដៃដល់ឈ្មោះឆេងភិរុនបានវិលត្រឡប់ពីប្រទេសវៀតណាមមកប្រទេសកម្ពុជាវិញដើម្បីអនុវត្តច្បាប់ចំពោះទង្វើរបស់ខ្លួនគិតត្រឹមម៉ោង 6:30 នាទីព្រឹកថ្ងៃនេះបុគ្គលឈ្មោះឆេងភិរុនបានឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជាតាមប៉ុស្តិ៍អន្តរជាតិបវត្តដោយមានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃរងចាំទទួលយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់បន្ទាប់ពីបទបញ្ជាម៉ឺងម៉ាត់របស់ឧបនាយករដ្ឋមន្ត្រីសសខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយស្នើកិច្ចសហការពីខាងវៀតណាមផងនោះពេលនេះជនសង្ស័យបង្កហិង្សានៅកន្លែងផឹកស៊ីឈ្មោះឆេងភិរុនត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីវៀតណាមដើម្បីនាំត្រឡប់មកកម្ពុជាវិញហើយលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យឆេងភិរុនបានវិលត្រឡប់ដល់ព្រំដែននៅវេលាម៉ោង23ថ្ងៃទី23ខែសីហាដោយយប់ពេកត្រូវខាងវៀតណាមផ្អាកឆ្លងហើយឲ្យសម្រាប់ផ្ទះជួលជិតនោះមួយយប់ពេលភ្លឺទើបបើកឲ្យឆ្លងដែនដីខ្មែរដោយវៀតណាមធានាមើលខុសត្រូវមិនឲ្យបាត់លោកស្នងការបន្តថាបន្តិចទៀតជនសង្ស័យឆេងភិរុននឹងដឹកបន្តយកមកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីកាលពីយប់មិញឯកឧត្តមបញ្ញរដ្ឋមន្ត្រីសសខាបានប្រកាសយ៉ាងមុតមមនៅក្នុងការចាត់វិធានការលើជនបង្កហិង្សាឆេងភិរុនដោយទុកពេល48ម៉ោងឲ្យចូលខ្លួនទទួលទោសក្រោយជនសង្ស័យរត់គេចខ្លួនទៅវៀតណាមឯកឧត្តមសសខាក៏បានតាក់ទងដោយផ្ទាល់ទៅកាន់លោកលឿងតាមខ្វាងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវនិងឃាត់ខ្លួនបុគ្គលនេះឯកឧត្តមអភិសិទ្ធិបណ្ឌិតសសខាបានជម្រាបជូនជនរួមជាតិថាក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាលលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមរូបឯកឧត្តមដាច់ខាត់មិនអនុញ្ញាតឲ្យជនល្មើសរួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះរួចផុតពីសំណាញ់ច្បាប់ឡើយ។